ពួកគណៈបព្វជិជនគេកំពុងអួតថាយុទ្ធសាស្ត្រខ្ចីដៃសត្រូវមកអភិវឌ្ឍបាទតើខ្ចីដៃសត្រូវមកអភិវឌ្ឍដែរឬទេបងប្អូនបើយើងមើលស្ថានភាពសពថ្ងៃហ្នឹងណាដែលសៀមពាត់យកដីគ្រប់40តំបន់40ទីតាំងហើយសៀមវាឈូសឆាយធ្វើខ្នល់ធ្វើលៀនដ្ឋានធ្វើអីសពបែបយ៉ាងទាំងអស់ណាបងប្អូនណាអានឹងហើយដែលពួកគណៈបព្វជិជនគេអួតថាខ្ចីដៃយុទ្ធសាស្ត្រសៀមមកអភិវឌ្ឍបាទហើយមួយទៀតខ្ញុំឃើញអ្នកកសែតរបស់គេម្នាក់និយាយថាសៀមកាន់កាប់ដីមែនប៉ុន្តែមិនដីហ្នឹងមិនតន់ជាដីរបស់សៀមពិតគាត់សុំសួរដីណាបើគេកាន់កាប់ហើយមិនថាដីគេដីណាបើគេវាយបានគេចំណាយពេលវេលាខំវាយគ្រប់គ្រងទាំងអស់កាន់កាប់ទាំងអស់ហើយយើងចូលនៅមិនបានផងសួរថាដីណាហើយសង្ឃឹមថារបស់ភ្នំពេញយើងយកស្អីទៅតវ៉ាគេវិញបើដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ យើងមិនហ៊ាននឹងដាក់ពាក្យបណ្ដឹងគេផងឥឡូវយើងសង្ឃឹមស្អីថាសៀមឲ្យវិញសង្ឃឹមអង្វរគេបងប្អូនសង្ឃឹមអង្វរគេឬក៏សង្ឃឹមអីបាទខ្ញុំកន្លែងហ្នឹងមួយបងប្អូនហើយយើងស្ដាប់ទៅគឺចង់អួតឈាមអាគេវាយចំងាប់ប៉ោងខោរត់លូនជ្រោកក្នុងរុនកដោមនឹងហ៊ានចេញមាត់អើពើគេផងឥឡូវដល់ថ្នាក់តែមិនហ៊ានសំបីតែសម្ដីធំដាក់សៀមដូចមុនពេលមុនផ្ទុះសង្គ្រាមកាលឡើងបងប្អូនណាតែហ៊ុនសែននឹងខ្លាំងខ្លាណាស់អូសិតតែចាក់ចុចគេសពបែបយ៉ាងឥឡូវនឹងឲ្យស្ងាត់មាត់ដូចគេចុកចឹងសំបីតែអួតទេលេងហ៊ានអួតហើយសង្ឃឹមអីហ៊ុនសែនធ្លាប់តែអួតក្អេងអាងខ្លួនឯងខ្លាំងណាស់សិតតែឆ្លងកាត់សមរភូមិ105សមរភូមិណារបួស5 6ដងបងប្អូនខ្ញុំខ្មោចមនុស្សយើងត្រូវក្របរបួសម្ដងតែម្ដងនឹងចង់រៀងវារៀងហើយបើរបួស6ដងវារបួសកន្លែងណាអាហ្នឹងហើយជាការបោកប្រាស់បងប្អូនណាបាទជាការបោកប្រាស់យើងសឹងតែមិនអាចទទួលយកបានណាគេវាយពាត់យកដីអស់គ្រប់កន្លែងហើយមកអួតថាខ្លួនឯងឈ្នះទៀតបងប្អូនណាហើយខ្ញុំបានឃើញគេដូចបោះពុំសភៅមិនទេបងប្អូនចាំមើលខ្ញុំយកសភៅហ្នឹងមកឲ្យបងប្អូនមើលបាទកម្ពុជាឈ្នះថៃសម័យដាច់ចូលធិបតីបងប្អូនអើយបងប្អូនគួរចង់ក្អួតទេបងប្អូននិយាយចង់ក្អួតមែនអាពាក្យហ្នឹងបងប្អូនខ្ញុំវាមិនដែលឮឯណាប្រទេសកម្ពុជាប្រទេសក្នុងពិភពលោកនេះបងប្អូនណាខ្ញុំមិនដែលឃើញប្រទេសណាដែលអួតថោកទៀតចោលមិនសៀដោយពុទ្ធកុលហ៊ុននេះបងប្អូនណាចាញ់សង្គ្រាមគេវាយគ្រប់គ្រងមិនដឹងហើយមកចេញសភៅអួតថាកម្ពុជាឈ្នះថៃសម័យដែលចូលធិបតីបងប្អូនណាអូខ្មោចបាទហ្នឹងហើយបងប្អូនមុននឹងគេចាប់ដើមដល់កម្មវិធីផ្សាយទូទួលនៃការចូលដល់ប្រធានបទបាទសូមស្វាគមន៍បងប្អូនជំនុនសិនឬគេសរសេរសភៅឬក៏មិនអាហ្នឹងមិនទេខ្ញុំមិនយល់ខ្ញុំបាទស្ដាប់ខ្ញុំនិយាយតាមត្រង់ខ្ញុំអត់ជឿថាពួកហ្នឹងវាថោកទៀតដល់ថ្នាក់សរសេរសភៅហ្នឹងទេបងខ្ញុំពីព្រោះអានេះខ្ញុំនិយាយតាមត្រង់ខ្ញុំមានអារម្មណ៍ថាសភៅហ្នឹងណាប្រហែលជាគេប្រឌិតឡើងទេព្រោះថាបើសិនជាមានសភៅហ្នឹងពិតមែនណាបងបិសាចបើមានសភៅហ្នឹងពិតមែនណាគឺពួកនេះគឺថោកទៀតបំពូលមហាថោកហើយអាហ្នឹងគឺខ្ញុំថាកំពូលមហាថោកបងរ៉ូបឺតលីសភៅនេះខ្ញុំនិយាយទៅរហូតដល់ដំណាក់កាលនេះគេយកគ្រប់កន្លែងគេមិនអោយនិយាយថាឆ្លៀនពៀនគេមិនអោយអីទាំងអស់ក៏ធ្វើតាមគេគ្រប់បែបយ៉ាងទៅហើយបើសិនជាមានសភៅនឹងពិតមែនណាខ្ញុំថាគ្មានរបបណាថោកជាងរបបហ្នឹងហើយក៏គ្មានមនុស្សណាភ្លើជាងក្រុមពួកគណបព្វជិជនដែលនាំគ្នាផ្ដល់តម្លៃដល់សភៅដល់ថោកទៀតនឹងដែរបងអានេះខ្ញុំនិយាយតាមត្រង់ខ្ញុំសឹងតែមិនជឿទេហើយខ្ញុំសង្ឃឹមថាបងប្អូនដែលកំពុងតែតាមដានទស្សនានេះនឹងជួយបញ្ជាក់ប្រាប់ខ្ញុំផងតើពួកវាពិតជាមានសភៅនឹងចេញមកមែនឬអត់ឬក៏ជាសភៅដែល AI បង្កើតមកដើម្បីនិយាយថាគេដាក់បញ្ចុះបសោកបាទខ្ញុំសង្ឃឹមព្រោះខ្ញុំមិនជឿទេបងថាដល់ដំណាក់កាលនេះហើយវាហ៊ានទៅសេសភៅបែបហ្នឹងមកទៀតគឺថាវាអស់ថោកដល់តកូនហ្នឹងហើយក៏គ្មានជាតិសាសនាភ្លើជាងពួកអាអ្នកគ្រប់គ្រងគណៈបព្វជិជនដែរបាទអាមែនអ្នកគ្រប់គ្រងអាអ្នកគ្រប់គ្រងសភៅហ្នឹងណាបាទខ្ញុំថាគេក្រងនឹងសរសេរជាការពិតអានេះគេគ្រាន់ថា commercial សិន promote សិនណាឲ្យយើងដឹងមុនសភៅហ្នឹងនឹងចេញដូចយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ីពីរក្បាលតលេគឺសភៅនឹងមានមែនបាទសភៅនឹងមានមែនបងប្អូនណាខ្ញុំវាខ្មាស់គេជំនួសហើយបងប្អូនណាវាមិនគួរណាអួតចឹងនិយាយចោះនិយាយឡើងវាចាត់ទុកខ្មែរប្រជាជនខ្មែរយក7 10លានអ្នកនឹងផ្លើមែនទេបងប្អូនខ្ញុំមិនមែនឌីលបងប្អូនប្រជាជនខ្មែរបងប្អូនកុំយកជាការពិតប៉ុន្តែទង្វើដែលរបបពួកតកូលហ៊ុននេះធ្វើរបៀបហ្នឹងឬក៏មួយវាចាត់ទុកថាខ្មែរយើងល្ងងណាស់មែនតើបងប្អូនមើលបងប្អូនជួយប្រាប់ខ្ញុំប្រជាជនខ្មែរយើងល្ងងមែនមិនដល់ថ្នាក់គេបោកដល់ថ្នាក់ហ្នឹងហើយខ្ញុំឃើញសំណេររបស់ស្អីអាតុងហ្វុងស្វកតាំងនោះគេនិយាយថាសៀមកាន់កាប់ទឹកដីមែនប៉ុន្តែសៀមមិនមែនជាម្ចាស់ទឹកដីហ្នឹងទេអូយអញចេះនិយាយឯងបាននិយាយហ្នឹងអាស្វាបើមិនឆ្លើយប្រាប់ឯងបាននិយាយហ្នឹងហើយ
kia nó bán đấy rồi anh ấy là việc đôi bọt cái bọt niềng môi để thay spare plau con sai nữa niềng spare plau con sai nó chỉ cùng spare plau nó môi cái đấy mình bị chân đai nữa ấy cả bọt nó kia ra mấy nhưng kia là bong Robert Lee phải sọp lử bong Hannah Pet cả lử này rồi cái khá han cái bán rụp bong rồi đôi nhôn ong bàn trầm tập plau bàn trầm rụp thọt đây bọt cái bàn trầm rụp thọt đó anh ấy đôi proin xoa chứ đó proin xoa nó người ta hãy do thứ mình biết khi mình chẳng về phải xa về vì sợ là thổi nữa thì họ thà và miền bờ pôn từ thấy mũi kia anh đây bên đây tao bỏ anh nhập cái nơi mũi kia nơi nữa hỏi đó Pron Spa ra nơi tao bỏ anh ơi bọn sờ vươn ngay bà sập hậu nó xây PA khi mà đăng tê tổ bay miền mới được cứ như nói chuyện hút bắt đấy không mày mới làm sao thôi thì ra visit của thà ông Charlie còn tộc máy slap bọt bong rôm mình khơi phong trên sập hậu mà út và xuống đây nè chôn một cõi xiềng đập bơn sen kim chia sọc hán Helix còn Hannah Pet bong thay ra lê rồi lý xuống đây sườn ngay là người xây số kia mình du tế và đại caกับวง dùng chỉ vật bộ máy sầm lấp hỏi đồ dùng làm lại mà to tiền mà can con cái là xóa tăng màสุดที่เราไม่ just like my crown our land but you won't own it we do just cry okay ចាំត្រីពៅស្ដីบอกកម្លាយហ្នឹងចោលយួនមិនខ្វល់ពីរឿងថោកទេបើសែនវិញបោកបាទសុនជុំហ្នឹងហើយជ្រាបសួរបងប្អូនដែលមកក្រោយបាទមិនបានអានចាំ3ជាតិទៀតបាទសៀមឲ្យកុំជឿអតកូលហ៊ុនសោះបាទតាមត្រូវបងនិតសួស្ដីដែលសួស្ដីចាំស្រីពៅគ្រីស្ណាប៉ូលកូនអ៊ីមីនីកាកែវហ្នឹងតែលេឥឡូវយើងដកចេញឃើញសភៅហ្នឹងចង់គូដែរបងប្អូនឃើញចំណងជើងអូយអូខេនេះប្រធានបទយើងថ្ងៃនេះតែលេយុទ្ធសាស្ត្រខ្ចីដៃសត្រូវមកអភិវឌ្ឍបងអាហ្នឹងវាថោកដូចអាសភៅមកក្បាលហ្នឹងចឹងឥឡូវយើងនិយាយប្រវត្តិសាស្ត្រខ្មែរយើងតិចឥឡូវថ្ងៃនេះយើងនិយាយចម្រុះប្រវត្តិសាស្ត្រខ្មែរយើងឥឡូវយើងចាប់ផ្ដើមពីកម្ពុជាក្រោមអូខេកម្ពុជាក្រោមយើងថាបាត់ដីចំនួនបារាំងនៅពេលដែលបារាំងគ្រប់គ្រងកាន់កាប់ឥណ្ឌូចិនបារាំងបែងចែកទឹកដីខ្មែរទៅពីរមួយខាងខ្មែរកណ្ដាលយើងហើយមួយទឹកដីកម្ពុជាក្រោមហៅកូសាំងស៊ីនមិនអញ្ចឹងកូសាំងស៊ីនហើយខ្ញុំអត់ទាន់យល់អត្ថន័យពាក្យកូសាំងស៊ីននឹងបារាំងនឹងយកឈ្មោះនឹងមកពីណាហើយដាក់នឹងមានន័យអត្ថន័យយ៉ាងម៉េចកូសាំងស៊ីននឹងបងប្អូនដែលបងប្អូនចាស់ៗហើយគាត់ដឹងប្រវត្តិហេតុអីបានជាបារាំងដាក់ឈ្មោះកូសាំងស៊ីនឬក៏អត្ថន័យនឹងមានន័យផ្សេងឈ្មោះបារាំងនឹងមិនឃើញមកពីណាវាគួរហេតុអីបានខ្មែរយើងហៅកម្ពុជាក្រោមបាទកន្លែងហ្នឹងយើងនិយាយច្បាស់ហ្នឹងហើយប្រវត្តិសាស្ត្រខ្មែរយើងបងប្អូនដលេដឹងស្រាប់ហើយមិនដែលខ្មែរយើងអ្នកណាទទួលស្គាល់ថាទឹកដីខ្មែរក្រោមហ្នឹងជារបស់យួននេះយើងអត់ដែលទទួលស្គាល់ទេអាហ្នឹងមានន័យអញ្ចឹងបងប្អូនណាខ្ចីដៃយួនមកអភិវឌ្ឍឥឡូវកម្ពុជាក្រោមហ្នឹងគឺស្អីព្រៃនគរហ្នឹងមិនបងប្អូន21ខេត្តស្មើនឹងវាចង់ស្មើនឹងផ្ទៃដីកណ្ដាលយើងសពថ្ងៃហ្នឹងហើយអាហ្នឹងយើងខ្ចីដៃយួនមកអភិវឌ្ឍហើយសពថ្ងៃហ្នឹងតើកម្ពុជាក្រោមហ្នឹងនៅលើទឹកដីខ្មែរទៀតទេហើយបើក្នុងចិត្តក្នុងអារម្មណ៍របស់ប្រជាជនខ្មែរយើងតែតែគិតថាខ្មែរក្រមក៏នៅតែខ្មែរទឹកដីកម្ពុជាក្រមក៏នៅតែខ្មែរដដែលបាទអានឹងយើងបញ្ជាក់ជារហូតទាំងកោះត្រល់ហ្នឹងទៅបាត់ឆ្នាំ95នេះទេ85ឬក៏2005ហ្នឹងទេដែលហ៊ុនសែនចុះហត្ថលេខាទទួលស្គាល់កាត់ព្រំប្រទល់បោះព្រំប្រទល់ថ្មីលុបព្រំប្រទល់ចាស់ចោលដែលបារាំងគូឲ្យកាត់ពីជំនាន់ហ្នឹងហើយហ៊ុនសែនសញ្ញេទទួលស្គាល់យកខ្សែបន្ទាត់ព្រីយេហ្នឹងធ្វើជាបន្ទាត់ព្រំដែនបច្ចុប្បន្នហ្នឹងធ្វើឲ្យបាត់បង់ទឹកដីខ្មែរក្រមហើយនឹងកោះត្រល់បាទសំទោសបងប្អូនទឹកដីខ្មែរក្រមហ្នឹងថាបារាំងវាកាត់ឲ្យហើយចុះបាទនឹងខ្មែរយើងចំនួនស្ដេចតាមចំនួនសីហនុមកគឺអត់មានអ្នកណាទទួលស្គាល់ថាទឹកដីកម្ពុជាក្រមហ្នឹងជារបស់ប្រទេសហើយពួកយើងខ្ញុំមិនដឹងថាប្រវត្តិសាស្ត្រចំនួនហ្នឹងមានគេតវ៉ាទាមទារត្រឡប់មកវិញដែរឬអត់ប៉ុន្តែគ្រាន់តែសម័យដូចជាលន់នល់គ្រប់គ្រងដូចជាពលគ្រប់គ្រងអីគេនៅតែទាមទារយកទឹកដីនឹងត្រឡប់មកវិញប៉ុន្តែចំនួនហ៊ុនសែននេះគ្រប់គ្រងអ្នកណាដែលចង់បានដីកម្ពុជាក្រមគឺហ៊ុនសែនធ្វើក្តារមឈូសឲ្យអាហ្នឹងហើយបងប្អូនណាអាពាក្យដែលថាយុទ្ធសាស្ត្រខ្ចីដៃគេមកអភិវឌ្ឍដែលរបស់ហ៊ុនសែនបាទហ្នឹងហើយយើងចេញប៉ុណ្្នឹងសិនបាទខ្មាស់គេខ្ញុំនិយាយតាមត្រង់បងវិសាចនិយាយឡើងសិតតែខ្ចីដៃសត្រូវអភិវឌ្ឍឈ្នះហើយអង្ការដែលគេពាត់យកបលាពីយើងគឺសិតតែថាចូលអន្ទាក់
ចូលតែខ្មែរហើយខ្មែរកំពុងតែមានព្រៀបនៅលើការទូហើយគេវាយគេទម្លាក់គាត់ចូលដីខ្មែររាប់សិបគីឡូពួកអាឈ្នះការទូនោះអត់មានឃើញប្រទេសណាគេស្កោតទោសថៃផងបាទអត់មានប្រទេសណាគេស្រែកផងអញ្ចឹងហើយបើសម្ដីពួកវាវិញតែឈ្នះការទូតបាទចូលតែខ្មែរហើយបងប្អូនខ្ញុំសួរថារឿងថោកទាបបែបហ្នឹងក៏វាធ្វើទៅរួចដែរបងប្អូនគ្រប់គ្រងវាដល់ណាទៀតខ្ញុំនិយាយតាមត្រង់ឲ្យខ្ញុំជាពិសេសខ្ញុំមិននឹកស្មានថាពួកគណៈបព្វជិជនល្ងងដល់ថ្នាក់ហ្នឹងបងមិសាច់សង្ឃថាយើងមិនជឿមកដល់សម័យនេះហើយវានៅមានតែមនុស្សល្ងងប្រភេទហ្នឹងអ្នកខ្លះហ្នឹងលើកកសើសភៅហ្នឹងរៀបរាប់ពីសភៅហ្នឹងអានៅនឹងមុខអានៅលើគោកប៉ុណ្្នឹងហើយខ្ញុំយើងកំពុងតែមានចំនួនជាមួយថៃបើហើយថៃមិនដឹងជាពួកវានាំគ្នាអង្គុយសោតចំអកឲ្យយើងបណ្ណាទេដែលវាឃើញសភៅហ្នឹងបាទនៅពេលដែលវាឃើញសភៅហ្នឹងខ្ញុំមិនដឹងថាតើពួកថៃវាសោតចំអកយើងដល់កម្រិតណាទេដែលនាំគ្នាបភ្លើបែបហ្នឹងបាទដល់តម្លៃឲ្យអាស្អីស្វងស្វាតាំងអាស្វានតឹងស្វានធូនេះអានេះកាន់តែបភ្លើទៀតរៀនមិនបានតិចមិនមនុស្សមានចំណេះវិជ្ជាតិចតួចណាបងអាស្វាតឹងនេះគាត់ណាទៅថោកទៀតអញ្ចឹងបងប្អូនឃើញនេះសងហ្វ្រង់សតាំងឈ្មោះគេនឹងឈ្មោះបារាំងឬឈ្មោះខ្មែរឬបារាំងចិនខ្ញុំមិនដឹងទេបងប្អូនបងអានេះ 100%វាគ្មានវាមិនមែនឈ្មោះខ្មែរទេវាមិនដែលចាត់ទុកខ្លួនវាជាខ្មែរទេបែរជាវាបានជាវាដាក់ឈ្មោះវាបែបហ្នឹងបាទបាទបើនេះបងប្អូនគេថាសតាំងហ្នឹងគេថាថៃយកបានដីខ្មែរពិតមែនមកឃ្លៀហ្នឹងវាត្រូវថាថៃយកបានដីខ្មែរពិតមែនមានន័យថាវាទទួលស្គាល់ថាទឹកដីខ្មែរបានបាត់បង់ទៅថៃហើយបាទយកដីខ្មែរពិតមែនតែថៃមិនអាចខ្លាយជាម្ចាស់ដីទេហើយមិនទៅដីនោះគេសំណួរគេថាហើយមិនទៅដីនោះប្រទេសណាវិញជាម្ចាស់បើខ្មែរមិនអាចជាន់ដីនោះបានផងពិបាកយល់ណាស់មន្ត្រីរដ្ឋាភិបាលមានប្រសាសន៍ម្ដងវិលមុខបាទអាហ្នឹងបងប្អូនអានេះជាសំណួរគេយកមកដាក់សួរបងប្អូនណាហ្នឹងហើយតើតែឆ្លើយនឹងវាយ៉ាងម៉េចបើខ្ញុំអត់យល់ខ្ញុំដូចអត់ចេះឆ្លើយជាមួយតែឥឡូវនិយាយពួកគណៈបព្វជិជនបងប្អូនខ្ញុំអត់ចេះឆ្លើយជាមួយឥឡូវបាទចង់និយាយថាអានេះឈ្មោះវាគាត់នៅឈ្មោះវាក៏មិនខ្មែរទេបងវាមិនដែលចាត់ទុកខ្លួនវាជាខ្មែរវាមិនដែលផ្ដល់តម្លៃឲ្យខ្មែរទេដែលវាដាក់ឈ្មោះខ្លួនឯងបែបហ្នឹងខ្ញុំអត់ជឿថាម៉ែឪវាដាក់ឈ្មោះឲ្យបែបហ្នឹងទេបងហើយបើសិនជាអាហ្នឹងវាកូនកាត់ឪវាបារាំងឬក៏មានម៉ែវាបារាំងដាក់ឈ្មោះឲ្យអញ្ចឹងទៅអាហ្នឹងវាជាប់សាច់ឈ្មោះគេបារាំងលាយអញ្ចឹងទៅអាហ្នឹងវាសំបន្តិចប៉ុន្តែមុខមាត់អានេះដូចគ្មានកាត់ស្អីទៅណាទេបើមិនកាត់យួនវាកាត់ចិនតែប៉ុណ្្នឹងឯងមុខមាត់វាប៉ុន្តែវាអត់ដាក់ឈ្មោះខ្មែរទេបែបសួរថាបងប្អូនហើយពួកហ៊ុនសែននឹងយកមនុស្សបែបហ្នឹងដែលមិនឲ្យតម្លៃខ្មែរយកមកធ្វើការបែបហ្នឹងអាហ្នឹងរឿងមួយរឿងគេសួរដីដែលគាត់យកហើយដែលថៃយកហើយមិនមែនមានន័យថាវាជាម្ចាស់ទេនៅក្នុងចិត្តឯងវាអញ្ចឹងក្នុងចិត្តឯងវាអញ្ចឹងឥឡូវសួរឯងទៅឈរលើដីហ្នឹងបានទេមើលឯងថាឯងជាម្ចាស់ដីដោយម្ចាស់សំនួរនេះគេសួរតើអ្នកណាជាម្ចាស់វិញមកខ្មែរជន់លើដីហ្នឹងមិនបានផងសួរវាមើលឲ្យវាទៅជន់មើលបាទប្រុញស្វាតោះថាអាដីហ្នឹងវាមិនមែនដីសៀមតែទៅអង្គុយនិយាយពីកន្លែងហ្នឹងមកបាទហើយកុំនឹងអង្គុយព្រុសនៅក្នុង office ចឹងទៅផ្សាយពីកន្លែងហ្នឹងបើថាទៅមិនបានអូនការនិយាយលើកទឹកចិត្តក៏និយាយទៅចុះឥឡូវបើថាអញ្ចឹងនិយាយអញ្ចឹងថានិយាយអញ្ចឹងនិយាយលងជាខ្លួនឯងចុះប្តឹងថៃហើយឬនៅប្តឹងថៃទៅអន្តរជាតិហើយនៅ ICJ កោះប្រជុំ$23តើបានធ្វើរឿងអស់ហ្នឹងហើយនៅស្អីក៏មិនធ្វើចរចាទ្វេភាគីបងពិសាគេវាយឡើងខ្ចប់គេវាយឡើងបាក់ស្បាតហើយទៅចរចាជាមួយគេទ្វេភាគីអីក៏ភ្លើមែនហើយបងពិសាអីក៏ភ្លើមែនគេវាយទៅចរចាជាមួយអាអ្នកវាយយើងឡើងបែកមុខបែកមាត់ណាហើយយើងជាអ្នកទ្រង់ខ្សោយហើយទៅចរចាទ្វេភាគីបានហើយបងពិសាឥឡូវនេះខ្ញុំជាមួយបងរតនាឆ្លោះគ្នាបាទបងរតនាគាត់វាយខ្ញុំបែកមុខបែកមាត់ហើយបងពិសាថាមកឥឡូវចរចាបងអីស្រួលឡើអត់ទេមិនបាច់ទេបងពិសានៅឲ្យស្ងៀមទុកខ្ញុំចរចាជាមួយបងរតនាបានគេវាយឡើងបែកមុខហើយអានោះសង្ឃឹមយកអីមកវិញថាហើយមកចរចាវាយអីទៀតបើសិនទៅចរចាទៅមានបងពិសានៅភាគីកណ្ដាលអញ្ចឹងទៅបើឲ្យកាត់ក្តីទៅអូនេះរតនាវាយនឹងជ្រុលហើយអញ្ចឹងណែសង$500 $1000 អីចឹងទៅប៉ុន្តែដល់ទៅពេលខ្ញុំទៅចរចាទៅទ្វេភាគីជាមួយបងរតនាមិនឥឡូវអញឲ្យ10រៀលយកទិញស្ករគ្រាប់សៀជប់មាត់ណាបានអត់បានអញវាយថែមទៀតបានតែហ្នឹងខ្ញុំនៅលើគោកពេកបងប្អូនអារបបដឹកនាំតកូលហ៊ុនឪហើយនឹងកូននេះវានៅលើគោកពេកទង្វើក្បត់ជាតិនៅលើគោកពេកច្បាស់ហួសហេតុពេក
ស្ដាយទឹកដីបងប្អូនស្ដាយទឹកដីស្ដាយទឹកដីហើយវាមានអាមន្ត្រីភ្លឺនឹងចេញមកអញ្ចឹងទៀតខ្ញុំថាពាក្យវានិយាយរបៀបហ្នឹងដែលគឺវាមានន័យវាសំអាងថាវានឹងទាមទារទឹកដីនឹងបានត្រឡប់មកវិញបងប្អូនណាឥឡូវយើងចេះបើសិនជាទាមទារទឹកដីបានមកវិញខ្ញុំអបអរសាទរខ្ញុំសរសើរចុះខ្ញុំសរសើរប៉ុន្តែទាមទារដោយរបៀបណាយកស្អីទៅទាមទារត្រឡប់មកវិញបងប្អូនអាកន្លែងនេះបងប្អូនជួយប្រាប់បងបើប្តឹងទៅអង្គការសហប្រជាជាតិអត់ដឹងប្តឹងទៅតុលាការអន្តរជាតិដែលគេជួយយើងអត់ហ៊ានប្តឹងគេប្តឹងតែហ៊ានប្តឹងគេខ្លាចថៃវាយទៀតតាំងពីដើមមកថៃវាទាមទារចរចាទ្វេភាគីអូហ៊ុនម៉ាណែតហ៊ុនសែននោះគេក្អេងក្អាងគេបោះឆ្នោតសុភាគេលើកដៃទាំងអស់គេថាដាក់ពាក្យបណ្ដឹងបងប្អូននៅចាស់មិនមានចាំគេដាក់ពាក្យបណ្ដឹងហើយអាគេធ្វើស្រោមសម្បត្តិមួយឲ្យស្រីណានោះទៅថតនៅមុខតុលាការ ICJ កុហកយើងនោះយករូបថតគេមកយករូបថតមកកាត់តគាត់ដាក់រូបភាពខ្លួនឯងនឹងយើងគាត់ថាមើលគឺរូបភាពកាត់តអាកន្លែងហ្នឹងហើយកុហកប្រជាពលរដ្ឋខ្មែរយើងថាគេដាក់ពាក្យបណ្ដឹងហើយរហូតមកដល់ពេលនេះបងប្អូនណាវានៅអត់ទាន់មានឃើញពាក្យបណ្ដឹងនឹងនៅក្នុងតុលាការ ICJ ទេបើសិនជាដាក់ពាក្យបណ្ដឹងហើយខ្ញុំជឿថាតុលាការ ICJ ហ្នឹងគេនឹងបញ្ចេញលិខិតទទួលស្គាល់ហើយគេផ្ញើត្រឡប់វិញឥឡូវខ្ញុំបានទទួលលិខិតពាក្យបណ្ដឹងរបស់អ្នកឯងហើយពាក្យបណ្ដឹងលេខប្រមាណ case លេខប្រមាណហើយរងការស៊ើបអង្កេតបន្តទៀតគេនឹងប្រាប់យើងត្រូវការផុសតាំងស្អីសពបែបយ៉ាងពីព្រោះវាមានអតិភិបខ្ពស់របបភ្នំពេញវាជាអ្នកគ្រប់គ្រងប្រទេសវាមានអតិភិបខ្ពស់វាមានផុសតាំងច្បាស់លាស់វាមានអ្នកជំនាញផែនទីវាអាចដាក់គេច្បាស់លាស់បាទដោយម្សិលមិញបងប្អូននឹងសួរថាតើពួកយើងប្តឹងដល់ណាហើយពួកយើងនឹងធ្វើប៉ុន្តែការធ្វើរបស់ពួកយើងមានត្រូវការស្រាវជ្រាវពីព្រោះយើងមិនមែនជាស្ថាប័នអីធំដុំទេបងប្អូនណាយើងគ្រាន់តែស្រាវជ្រាវការបាត់បង់ទឹកដីដោយលើកអ៊ំសម្មានដែរហើយជាង40កន្លែងហ្នឹងហើយយើងអត់ទាន់បានដឹងទីតាំងច្បាស់លាស់នៅកន្លែងណាផងហើយកន្លែងហ្នឹងបងប្អូនណាតឡាការ ICJ បើសិនគេទទួលបានណាគេនឹងផ្ញើសម្បត្តិទៅប្រាប់យើងវិញគេទទួលបានហើយនៅក្នុង website គេយើងអាចចូលទៅគេដាក់ case ពាក្យបណ្ដឹងប្រទេសណាមាន case number មានអីសពបែបយ៉ាងនោះខ្ញុំចូលមើលឃើញម្ដងហើយបងប្អូនពីលើកមុនខ្ញុំមាន case ប្រទេសអាហ្វ្រិកប្រទេសអីប្រទេសអេស្ប៉ាញអីប្តឹងណាមានទាំងអស់ហេតុអីវាអត់មានតែខ្មែរហ្នឹងបាទវាអត់មានតែខ្មែរទេតែអញ្ចឹងបានថាយើងបញ្ជាក់ថាបតកូលហ៊ុននឹងកំពុងរបបប្រាស់យើងហើយបាទថ្ងៃនេះរឿង slow មែនបងប្អូនហ្នឹងហើយបងពិសាចខ្ញុំក៏នៅបានយូរប្រហែល10នាទីទៀតនឹងទៅក្រៅតិចបងនៅខាងខ្ញុំនេះភ្លៀង snow ធ្លាក់ខ្លាំងមែនទែនហ្នឹងហើយសឿនង៉ែត 100% មិនអាចទាមទារដីមកវិញបានខ្ញុំថាមិនមែនអត់ទេបើសិនជាយើងមានរដ្ឋាភិបាលមួយត្រឹមត្រូវឲ្យច្បាស់លាស់យើងបដិញ្ញានឹងទាមទារយើងនឹងធ្វើពាក្យបណ្ដឹងទៅអង្គការសហជីវជាតិឲ្យយើងអត់មានកម្លាំងទ័ពទៅវាយឈ្នះថៃទេប៉ុន្តែយើងត្រូវស្វះស្វែងរកអន្តរជាតិឲ្យជួយបើសិនជាប្រទេសយើងប្រជាធិបតេយ្យដែលយើងគោរពច្បាប់គោរពសិទ្ធិមនុស្សពិតប្រាកដខ្ញុំជឿថាអន្តរជាតិគេនឹងជួយយើងនឹងស្រែកឲ្យអន្តរជាតិដឹងឮថាថៃឈ្លានពានយើងខ្ញុំនឹងជឿថាគេមិនមើលភ្នែកទេពីព្រោះថៃមិនមែនជាប្រទេសមហាអំណាចដោយរុស្ស៊ីដែលគេមិនអាចសម្លុតបានមិនអាចយកច្បាប់ទៅគ្រប់គ្រងទៅថៃបានទេបើថារុស្ស៊ីវាមហាអំណាចវាមានអាវុធនូក្លេអ៊ែរព្រោះប្រទេសមួយចំនួនគឺរុស្ស៊ីក៏គេកាត់ទោសដែរប៉ុន្តែគឺមិនអាចធ្វើឲ្យបានដោយសារតែវាជាប្រទេសមហាអំណាចប៉ុន្តែប្រទេសថៃបងប្អូនខ្ញុំជឿថាបើមហាអំណាចសម្លុតទៅថៃគ្មានហ៊ានធ្វើអីដកតបវិញទាំងអស់ប៉ុន្តែហេតុអីបានជាគេមិនធ្វើពីព្រោះមកគេមើលឃើញថាទង្វើរបស់កម្ពុជាទង្វើរបស់តកូលហ៊ុនដឹកនាំប្រទេសហ្នឹងគឺវាថោកទាបពេកគឺវាបំផ្លាញប្រជាធិបតេយ្យវាខូចវាបើករ៉ូស៊ីឆោបបោកអនឡាញឲ្យចិនមកគ្រប់គ្រងទាំងអស់ហ្នឹងបោកប្រាស់គេពេញពិភពលោកគេស្អប់គ្រប់គ្នាម្ល៉េះទោះបីមានរឿងយ៉ាងណាក៏គេខ្វល់ដែរមានសង្គ្រាមមានអីប្រជាជនរត់ភៀសសឹកហ្នឹងបងប្អូនគេគ្រាន់តែផ្ដល់ថវិកាជំនួយតិចតួចដើម្បីប្រោះឲ្យប្រជាជនមានបាយទឹកមានហូបអីសពគ្រប់ទិញទួយតែប៉ុណ្្នឹងទេបើថាឲ្យគេជួយដោះស្រាយឲ្យគេមិនជួយទេគេបន់តែរបបនឹងអាលំទេសប្តាហ៍ថ្ងៃហ្នឹងបងប្អូនអានេះអ្វីដែលខ្ញុំមើលឃើញចឹងក្នុងចិត្តអន្តរជាតិចឹងហើយបានអត់មានអន្តរជាតិណាដែលថ្កល់ទោសថៃតែថៃឆ្លៀតពៀនទេបាទអានេះអ្វីដែលខ្ញុំយល់ខ្ញុំមើលឃើញចឹងនេះតើខ្ញុំបានទទួលវីដេអូពីចិនបាទវីដេអូទូរទស្សន៍ចិនគេផ្សាយនិយាយរឿងចិនស៊ីប៉ុន្តែខ្ញុំអត់ចេះចិនទេបងប្អូនខ្ញុំនឹងលើកយកមកចាក់បងប្អូនណាចេះចិនជួយប្រាប់ខ្ញុំនឹងស្វែងរកអ្នកណាចេះចិនយកមកដើម្បីបកប្រែភាសានេះនឹងចេះចិនគេនិយាយថាមិនខ្លះឥឡូវបងប្អូនស្ដាប់តិចបងប្អូនណាចេះចិន如果你们要抄的时候，你跟我们讲一下，他跟美国真的开战了，你乱偷我的钱，你给我全部拿回来。是他很敢呢。对，为什么12.7万美太多了嘛？有一个可能性是什么呢？这个钱如果不是他的钱的时候，
他就一定要把它弄出来。为什么？因为如果不是他的钱的话，他等于是惹上大祸啊！他最大的靠山就是中国的公安部跟中国国家安全部，他们搞不好就打电话跟柬埔寨高层说：“哎，如果你们要抄的时候，跟我们讲一下。”他跟美国真的开战了，你乱扣我的钱，你给我全部拿回来。是他很。ខ្ញុំជឿថាអត់មានបងប្អូនថាស្ដាប់បានទេបងប្អូនស្ដាប់បានតែលេសចេះស្ដាប់ទេ ខ្ញុំស្ដាប់បានបងគាត់តែយើងអត់ដឹងគេនិយាយថាម៉េច ខ្ញុំជឿថាគេនិយាយរឿងហ្នឹងបងប្អូនរឿងបញ្ហាចេះស៊ីបោកប្រាស់ហ្នឹងហើយគេដាក់រូបថតជាប់នឹងហ៊ុនសែនរូបភាពជាប់នឹងហ៊ុនសែនហើយនឹងមន្ត្រីថ្នាក់លើមានណេតសវឿនមានទាំងអស់នេះខ្ញុំថាដំណាក់កាលលើកនេះតលេខ្ញុំជឿថាចិនក៏ថ្កោលទោសហ៊ុនសែនដែរបាទក៏ថ្កោលទោសប្រទេសខ្មែរអញ្ចឹងបានតែចិនវាអត់លុកដៃរឿងសង្គ្រាមជាមួយថៃគឺចិនស្ងាត់អត់លុកដៃចូលសូម្បីតែជួយសូម្បីតែនិយាយ ខ្ញុំដឹងយ៉ាងម៉េចទេបងឥឡូវគេបញ្ជូនចិនស៊ីទៅគេចេះស្រែកគេចេះថាខ្ញុំកំពុងតាមមើលដែរថាតើចិនគេនឹងកាត់ទោសចិនស៊ីរបៀបម៉េចហើយតើចិនស៊ីអាចនឹងរួចខ្លួនឬក៏ស្ងាត់បាត់ខ្លួនបាត់ឈ្មោះអីក៏យ៉ាងម៉េចក៏យើងអត់ដឹងដែរក៏ប៉ុន្តែគាត់ចង់បញ្ជាក់ថាប្រតិបត្តិការដំណើរការក្រុមហ៊ុនរបស់ចិនស៊ីនៅដំណើរការជាធម្មតាទេធនាគារ print របស់ចិនស៊ីគឺនៅតែដំណើរការជាធម្មតាទេបងប្អូនណាបាទជាពិសេស អ្នកដែលជំពាក់លុយធនាគារ print ហ្នឹងគឺនៅតែត្រូវគេកម្រិតឲ្យបង់លុយជាប្រចាំខែបាទអត់បាត់ទេប៉ុន្តែសម្រាប់អ្នកដែលមានលុយទៅផ្ញើទុកនៅធនាគារ print ហ្នឹងពេលដកពិបាកបន្តិចបាទពេលដកគឺរៀងតឹងបន្តិច ខ្ញុំឮសូថាបងប្អូនមានចាំទេដែលប្អូនយោធាម្នាក់ដែលតវ៉ារឿងលេងនវត្រាបោកហ្នឹងណាឥឡូវគេហៅទៅគម្រាមឲ្យដកវីដេអូឲ្យលុបវីដេអូលុបអីចេញអស់ហើយអត់មានការដោះស្រាយឲ្យគ្នាទេអានេះជាការពិតដែលដំណឹងពីខាងក្នុងមកគេប្រាប់អញ្ចឹងបងប្អូនបាទហើយអំបញ្ញមិញនេះបងប្អូនខ្ញុំបានឃើញនៅវីដេអូមួយដែលបងប្អូនយើងបង្ហោះថាសៀមវាលើកតបមកទៀតហើយបងប្អូនចូលដល់សំពៅលូនហើយខ្ញុំឃើញវីដេអូមួយ plate មុនហ្នឹងបងប្អូនណាខ្ញុំអត់ដឹងថាវីដេអូហ្នឹងវីដេអូថ្មីទេយូកូថាហ្នឹងហើយរបបអាពីលលប់អំណាចខ្លាចប្តឹងថៃត្រឹមត្រូវបងប្អូនវាខ្លាចបើហ៊ានតែប្តឹងថៃវាខ្លាចថៃវាយទៀតតាំងពីដើមមកយើងតែងតែជំរុញអ្នកប្រជាធិបតេយ្យយើងតែងជំរុញឲ្យហ៊ុនសែនប្តឹងទៅតុលាការ ICJ ប្តឹងអន្តរជាតិឲ្យគេជួយដោះស្រាយប៉ុន្តែហ៊ុនសែនអត់ធ្វើទេបាទហ៊ុនសែនអត់ធ្វើទេហ៊ុនសែនតែគិតវាងរហូតហើយអត់លើករឿងហ្នឹងមកនិយាយទៀតបាទស្វាសរើខាន់ជ្រាបសួរសុភុនសុកបាទអាចផ្ទុះមុននឹងទៅទៀតលើកនេះអាចទៅដល់ភ្នំពេញចាំមើលពួកឆ្កែ CCP វារត់ទៅច្រត់ណាហ្នឹងហើយបងប្អូនខ្ញុំឃើញវីដេអូហ្នឹងការពិតមែនសុភុនសុកខ្ញុំឃើញវីដេអូហ្នឹងថៃវាបញ្ជូនតបមកទៀតហើយខ្ញុំមិនដឹងថាវាកម្រងនឹងវាយជុំទី3ទៀតទេពីព្រោះនៅពេលដែលរបបតកូលហ៊ុននឹងបានផ្ញើសម្បត្តិទៅថាសុំចរចាតលេសុំចរចារឿងបញ្ហា JBC ហ្នឹងគេថៃវាបដិសេធហើយថាថៃវាបដិសេធហើយវាថាតាចាំវាមានរដ្ឋាភិបាលថ្មីមកចាំដោះស្រាយប៉ុន្តែឥឡូវនៅពេលដែលវាវាយកាន់កាប់ទឹកដីខ្មែរវាអត់ចាំរដ្ឋាភិបាលថ្មីមកដោះស្រាយទេបាទប៉ុន្តែពេលយើងសុំចរចាវាបដិសេធអាហ្នឹងយើងគិតយ៉ាងម៉េចឥឡូវហ្នឹងអាហ្នឹងលេះវាក្បាលខូចដោយរឿងហ៊ុនសែនដែលយើងទៀមទីឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ហ្នឹងវារុញទៅតុលាការវាថាហ្នឹងជាចំណាត់ការតុលាការបាទអាហ្នឹងវារុញគ្នាបន្តគ្នាវាលេះដល់ទៅពេលវាត្រូវការលែងវាចង់ដោះលែងអាណាគឺស្រេចនៅលើក្បាលវាទៅបងប្អូនហ្នឹងអាហ្នឹងគឺអ្វីដែលសៀមធ្វើហ្នឹងគឺមិនខុសពីអ្វីដែលហ៊ុនសែនបានធ្វើបាបខ្មែរយើងទេបងបាទហ្នឹងហើយអញ្ចឹងហើយព្រោះតកូលហ៊ុនហ្នឹងវាធ្វើបាបប្រជាពលរដ្ឋខ្មែរយើងអញ្ចឹងណាហើយដល់ពេលសៀមវាវាយកាន់កាប់គ្រប់វាធ្វើទង្វើនឹងដូចគ្នាមកលើពលរដ្ឋខ្មែរអញ្ចឹងពលរដ្ឋខ្មែរយើងក៏រងគ្រោះពីដំណាក់កាលបងប្អូនណារងគ្រោះសៀមឆ្លៀនពៀនហើយបាត់បង់ទឹកដីហើយវារងគ្រោះដោយសារតកូលហ៊ុននឹងធ្វើបាបពួកគាត់ទៀតពលតកូលហ៊ុននឹងវាប្លន់ទឹកដីគាត់ទៀតឥឡូវថ្មីណាសៀមកំពុងឆ្លៀនពៀនហើយនៅខេត្តណានោះបងប្អូនណាវាយកអត្រាតយកអីទៅឈូសឆាយដីប្រជាពលរដ្ឋទៀតបងប្អូនគិតមើលតើឈឺចាប់ទេបាទតើបងប្អូនបីឈឺចាប់ទេតើយើងនៅគ្រប់គ្រងរបបនឹងបន្តទៅទៀតទេបាទខ្ញុំយល់ថាបងប្អូនខ្មែរយើងគាត់មើលឃើញទាំងអស់ហ្នឹងគាត់ទាំងវើទាំងអស់ហ្នឹងបាទមើលឃើញគ្រប់គ្នាយើងចាំមើលថាការបោះឆ្នោតឆ្នាំ2028នេះយើងមិនដឹងថាហ៊ុនសែននឹងជាបោះឆ្នោតរបៀបណាទេមិនដឹងជាណាបោះឆ្នោតឲ្យតទៅទៀតទេឬក៏គម្រាមកំហែងប្រជាជនដល់ណាទៀតខ្ញុំមិនដឹងទេប៉ុន្តែយើងធម្មតាបងប្អូនណាតកូលហ៊ុននេះបោះឆ្នោតទៅបីវាចាញ់ក៏វាឈ្នះទៅវាឈ្នះក៏វាឈ្នះបាទទោះបីអត់មានអ្នកណាទៅបោះឲ្យវាក៏វាប្រកាសថាឈ្នះដែរបាទ
បោះឆ្នោតរាប់សិបអាណត្តិហើយ5 6អាណត្តិហើយបងប្អូនតើបោះឆ្នោតលើកណាដែលអត់មានបញ្ហារហូតឲ្យវាដោះស្រាយអ្នកណាប្រឹងទៀមទាតវ៉ាវាចាប់ដាក់គុកទាំងអស់បាទ I am very hungry. ឃើញ What is ឃើញបងស្រីខាន់ក៏ថាសៀមចង់វាយដកហ៊ុនសែនឲ្យដាក់ទាបាញ់ធ្វើអាយ៉ងអត់ធ្វើក៏ធ្វើអញ្ចឹងក៏ធ្វើទៅខ្ញុំនិយាយតាមចឹងឲ្យរបៀបអញ្ចឹងមែនដាក់តាទាបាញ់មកក៏បានក៏ឲ្យគ្រាន់បើជាហ៊ុនសែន យើងមើលមិនឃើញដែរពីព្រោះទាបាញ់សិតតែពួកហ្នឹងសិតតែខ្សែស្រឡាយជាមួយសៀមដែរបងប្អូនណាទាបាញ់ខ្សែស្រឡាយមួយសៀមហើយទាបាញ់សិតតែរ៉ូស៊ីជាមួយសៀមទាំងអស់ដោយក្រុមហ៊ុន PTT អីហ្នឹងសិតតែក្រុមហ៊ុនសៀមមកទាំងអស់បាទហ៊ុនត្រាកថា2027 election logo ហ្នឹងមានន័យថាបោះឆ្នោតភូមិឃុំសង្កាត់អីហើយ2028ហ្នឹងបានបោះឆ្នោតជាតិបាទបោះឆ្នោតជាតិណាគេកូននឹកម៉ែណាស់ឈ្មោះណាមកសួរអត់ឃើញសម្ដេចសេងរតនាយូរហើយទៅមកសួរដូចទុំដូចគាត់អត់ដែរចូលតាមដានបងមិនអីទេឲ្យគាត់នេះសៀមជានិច្ចកាលតែរងចាំរដ្ឋាភិបាលថ្មីចំណែកខ្មែរវិញមិនដែលនិយាយពីរឿងរដ្ឋាភិបាលថ្មីឡើយសៀមខ្ញុំយល់ថាជាល្បិចវាបងប្អូនណាល្បិចអត់ទទួលខុសត្រូវវាវាយកាន់កាប់យើងមកសាអញ្ចឹងវារំលាយសភាវាចោលវារដ្ឋាភិបាលថ្មីថ្មីឡើងមកវាថាវាការពារទឹកដីវាដែលវាគ្រប់គ្រងបានវាថារឿងសង្គ្រាមវាយគ្នាមុនវាអត់ដឹងទេឥឡូវវារដ្ឋាភិបាលថ្មីហើយយើងទៅចរចាមិនកើតបងប្អូនសៀមវាល្បិចខូចអញ្ចឹងពីព្រោះវាខុសពីតកូលហ៊ុនបើវាដឹកនាំទាំងពូជវាហើយទៅបីគេចោតស្អីក៏អត់ខុសដែរឥឡូវបើសិនវាបដូរមេដឹកនាំគេថាតកូលហ៊ុនធ្លាក់ហើយខ្ញុំឡើងមកថ្មីខ្ញុំមិនទទួលស្គាល់អញ្ចឹងយើងអាចដោះសារយ៉ាងបានបងប្អូនប៉ុន្តែយើងចាំមើលថាសៀមបោះឆ្នោតខែ2ខែ3នេះឡើងមកយើងចាំមើលមានការចរចាឬអត់បើសៀមវាថារឿងពីមុនរឿងផ្សេងញ៉ៃបានសញ្ញាចុះហត្ថលេខាទទួលស្គាល់ហើយតើថាទឹកដីណាឈរនឹងកាន់កាប់កន្លែងណានៅឈរនៅកន្លែងហ្នឹងហើយយើងមកតវ៉ាមិនកើតបាទគិសនាកងបាទសួស្ដីភូមិបោះឆ្នោតថ្ងៃណាតលេឆ្លើយត្រូវភូមិបោះឆ្នោតអ្នកសួរនឹងធ្វើបាបខ្ញុំហ្មងធ្វើបើខ្ញុំដឹងគ្រប់រឿងចឹងនិយាយតាមធ្វើមើលតែយើងខលបាយរឿងភូមិបងប្អូនសំណួរចឹងសួរបងវិស័យកុំសួរខ្ញុំក៏សួរកំ pl លេងហ្មងគាត់ដូចពួកគណៈបព្វជិជនពួកតកូលហ៊ុនហ្នឹងគាត់ថាគ្មានសម័យណាដែលសៀមខ្លាចហ៊ុនសែននៅសម័យនេះទេបងប្អូនបាទមែនប៉ែនជម្រាបសួរបាទខ្ញុំអត់ឃើញវីដេអូអ្នកបរោះមុននឹងខ្ញុំអត់បានសេវទុកហើយមិនយ៉ាងតលេឬសូតា snow storm ហ្នឹងមួយនៅគ្នាដណ្ដើមចូលស្ទ័រទិញឲ្យខ្ញុំទុកមិនខ្លាចដាច់ខ្លាចយេបងបិសាចនៅខាងក្រៅផ្ទះខ្ញុំសស្គូហើយបាទហើយ store ជាច្រើនភាគច្រើនគឺអស់ propane បាទមនុស្សនាំគ្នាសម្រុកទិញ propane ណាទិញgas សម្រាប់ស្គូដោយសារតែគេខ្លាចវាដាច់ភ្លើងដោយកាលពីប្រហែលឆ្នាំមុនទៀតបាទចឹងហើយអីវ៉ាន់មួយចំនួនដូចបងពួកអាមេរិកចាំហ្នឹងវាបកែភ័យបកែផ្អើលនេះបើទៅរស់ស្រុកខ្មែរមើលងាប់ហើយមើលទៅដើមភ្លើងងាប់សួស្ដីបផាមានរិទ្ធមើលបផាមានរិទ្ធចង់ចូលមកបញ្ចេញមតិខ្លះទេចង់ឡើងលើកមេដាយមួយបងហើយគាត់អត់ហ៊ានឡើងទេមើលទៅឡើងហើយបងខ្ញុំសុំចេញទៅក្រៅហើយបងបើសុំចេញទៅមុនហើយទៅឲ្យបងឯងទៅបន្តយូរបងប្អូនយើងសុំទៅផងអូខេហ្នឹងហើយខ្ញុំនៅអានខមមិនបងប្អូនមកស្ទុះជម្រាបលាបងប្អូនអរគុណសភួនសុកគាត់ថាថៃវាមិនឲ្យចាញ់ខ្មែរទេព្រោះវាមិនចង់សងខ្មែរមានតែវាយយកថែមទៀតបើអញ្ចឹងវាមិនមែនគម្រាមហ៊ុនម៉ាណែតកុំឲ្យនិយាយថាវាឆ្លៀនពៀនទេបាទខ្ញុំយល់ថាបងប្អូនណាសង្គ្រាមក្នុងពិភពលោកនេះ
សង្គ្រាមអ្នកណាដែលចាញ់សង្គ្រាមត្រូវសងគេបងប្អូនមិនមែនអ្នកឈ្នះសងទេណាយើងចាំមើលដូចជារុស្ស៊ីបើគេរកការចរចាត្រូវគ្នាវិញណាហើយចរចាសន្តិភាពបានហើយជាអត់មានណាសងទេប៉ុន្តែបើសិនតែរុស្ស៊ីធ្លាក់ដៃចាញ់ហើយសងគេច្រើនមែនទែនបាទដែលវាមកបំផ្លាញទឹកដីគេហើយខ្មែរយើងចឹងបងប្អូនខ្មែរយើងបើសៀមវាយខ្លាំងមែនទែនវាយត្រង់ទ្រាយធំហើយយើងចាញ់គេហើយវាចោទតែយើងឆ្លៀនពៀនវាណាម្ដងយើងត្រូវសងគេទៀតបាទបងប្អូនអានេះបើអ្វីខ្ញុំយល់បង Friendly Chan ពូ Friendly Chan គេថាបើចុះហត្ថលេខាយល់ព្រមលើកិច្ចឈប់បាញ់ថាអ្នកណានៅត្រង់ណាចូលជើងនៅត្រង់ហ្នឹងហើយវាន័យថាយើងយល់ព្រមកាត់ទឹកដីដូរសន្តិភាពហើយបាទជាការពិតអាកន្លែងហ្នឹងហើយវាមិនបាច់យកពាក្យស្អីមកដោះសារទេបាទដោះសារអត់មិនបាច់យកស្អីមកដោះសារថាឲ្យសៀមគ្រប់គ្រងសិនទៅហើយយើងកុំទទួលស្គាល់ថាទឹកដីហ្នឹងជាទឹកដីសៀមវាអត់មានអញ្ចឹងទេបងប្អូនច្បាប់សង្គ្រាមក្នុងពិភពលោកតែយើងចុះលេខាចរចាគេហើយគឺយើងយល់ព្រមឲ្យទឹកដីគេហើយដូចជាយូក្រែនអញ្ចឹងយូក្រែននិងរុស្ស៊ីហ្នឹងបងប្អូនយូក្រែនវាអត់ដែលទទួលស្គាល់ថាចរចាជាមួយរុស្ស៊ីកាត់ទឹកដីឲ្យរុស្ស៊ីទេគឺយូក្រែនវាតស៊ូប្រឆាំងរហូតមកដល់សប្តាហ៍ថ្ងៃនេះបាទបងវាអត់ដែលចរចាលើកណាក៏សំបីតែថារដ្ឋអាមេរិកជំរុញវាបើថាតែចង់បានសន្តិភាពចរចាការទឹកដីរុស្ស៊ីចង់បានកន្លែងណាឲ្យគេទៅយូក្រែនគេអត់ព្រមទេបាទគេអត់ព្រមទេគេអត់ព្រមគេសុខចិត្តវាយតស៊ូតទៀតសង្គ្រាមតទៀតប៉ុន្តែខ្មែរអីនេះហ៊ុនតកូលហ៊ុននេះវាចង់បានតែសន្តិភាពតាវាអីបើវាកាត់ទឹកដីឲ្យគេហើយចង់បានសន្តិភាពវាអួតថាវាខ្លាំងទៀតអួតថាវាខ្លាំងអួតថាឈ្នះទៀតបងប្អូនណាអួតថាឈ្នះនយោបាយការទូតជាមួយសៀមខ្ញុំមិនដឹងជាយកអីកន្លែងហ្នឹងមកឈ្នះទេបងប្អូនស៊ីតាជួនថាបើគណៈបកប្រឆាំងបានដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ មែននោះមានន័យថាគណៈបកប្រឆាំងនឹងមិនអាចមានឱកាសចូលជើងឬវិលត្រឡប់ចូលកម្ពុជាតាមរយៈប្រទេសថៃបានឡើយនិយាយឲ្យខ្លីគឺហ៊ុនសែនចង់ឲ្យគណៈបកប្រឆាំងខ្លាយជាសត្រូវជំនួសទៅវិញស៊ីតាជួនយើងអត់គិតដល់របៀបហ្នឹងទេយើងដាក់ពាក្យបណ្ដឹងដើម្បីការពារទឹកដីយើងមកវិញកុំឲ្យសៀមឆ្លៀនពៀនបើសិនជាគេទទួលពាក្យបណ្ដឹងនឹងយកទៅកាត់ទឹកដីមែនបាទបើសិនជាគេយកពាក្យបណ្ដឹងនឹងទៅកាត់ទឹកដីមែនសំខាន់ឲ្យគេកាត់មកសៀមដកថយហើយរឿងហ៊ុនសែនទុកក្រោយបងប្អូនណាបើសិនជាគណៈបកប្រឆាំងយើងអាចធ្វើចឹងបានមែនណាប្រជាជននឹងគ្រប់គ្រងបកប្រឆាំងយើងមិនបាច់ខ្វល់ពីហ៊ុនសែនឲ្យចូលសត្រូវពេលហ្នឹងហ៊ុនសែនវាអស់អធិបុលអស់មានអ្នកណាគ្រប់គ្រងវាហើយបើសិនជាយើងអ្នកប្រជាធិបតេយ្យអាចធ្វើបានអានេះជាគណិតដែលខ្ញុំមើលឃើញចឹងយើងកង្វល់ថាហ៊ុនសែនឲ្យចូលវាមិនសំខាន់លើហ៊ុនសែនទេបើសិនជាយើងធ្វើបានមែនណាការពារទឹកដីបានមែនណាគឺប្រជាជននឹងក្រោកឈរឈប់គ្រប់គ្រងពួកតកូលហ៊ុនហ្នឹងហើយយើងមិនបាច់ចាំវាមិនឲ្យចូលស្រុកឲ្យចូលស្រុកឲ្យយកចូលប្រជាជនបើកដៃឲ្យយកចូលហើយបាទវាមិននៅលើតកូលហ៊ុនហ្នឹងទេបាទសពូនសានថាអាមេរិកវាយរងទេសម្ដេចបិសាចខ្ញុំរឿងនេះខ្ញុំអត់ច្បាស់ដែរខ្ញុំអត់ហ៊ាននិយាយទេបងប្អូនប៉ុន្តែខ្ញុំឃើញសហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងប្រមាណគ្រឿងទៅហើយបញ្ជូនយន្តហោះចម្បាំងទៅដែនសមុទ្រហ្នឹងហើយប្រហែលទៅគៀកហើយបាទរឿងវាយពេលណាអានឹងខ្ញុំមិនដឹងទេលើរដ្ឋាភិបាលដូណាល់ត្រុំនេះមើលឃើញបងប្អូនណាដូណាល់ត្រុំនេះយើងមើលអត់ឃើញទេកំផែនការគេសម្ងាត់ទៅត្រូវវាយក្រាំងភ្លាមបងប្អូនដោយការដូណាល់ត្រុំទៅចាប់ប្រធានាធិបតីវេនេស៊ុយអេឡាម៉ាដារ៉ូចឹងគេយើងអត់មានដឹងថាគម្រោងការអាមេរិកធ្វើចឹងឯងគ្រាន់តែប្រឆាំងនឹងបត់ធ្វើគ្រឿងញៀនបាញ់ទូកនេសាទបាញ់ទូកដឹកស្អីគ្រឿងញៀនចូលទឹកដី Florida ហ្នឹងឮតែបាញ់ស្រាប់តែក្រឹបចូលទៅចាប់ដល់ផ្ទះបណ្ដោយអាហ្នឹងយើងអត់ដឹងច្បាស់ហើយយោបាយដូណាល់ត្រុំយើងមើលឃើញទីអត់ត្រូវទេបងប្អូនប៉ុន្តែខ្ញុំឃើញបញ្ជូនតបទៅត្រឡប់ទៅមែនបាទអូខេសពនសុកបាទត្រឹមត្រូវសពនសុកសៀមយួនល្បិចកលដូចគ្នាតែសៀមល្បិចចេញមកក្តៅយកដីខ្មែរគឺច្បាស់តែយួនវិញតិចស៊ីជ្រៅហើយត្រួតត្រាមេក្បត់ជាតិតកូលហ៊ុនទៀតបាទពីព្រោះយួនកម្រងការវារៀបចំយូរហើយបាទវាមានផ្លែនកម្រងការរៀបចំរាប់រយឆ្នាំហើយវានឹងគ្រប់គ្រងទឹកដីឥណ្ឌូចិននិងចំនួនបារាំងវាចង់បានប្រទេសទាំង3នឹងខ្លាយជាឥណ្ឌូចិនតែមួយបាទអាហ្នឹងយួននឹងកម្រងការយូរហើយប៉ុន្តែសៀមបើតាមប្រវត្តិសាស្ត្រវាឈប់មានបំណងចង់ឆ្លៀនពៀនទៀតហើយប៉ុន្តែសង្គ្រាមកើតឡើងមកនេះគ
cứ đòi xa tại hôn sen mót cả thao mót chẳng ray đó mót chẳng ray nó tự nhung tự chạ rục tự bầm plan bánh hạp tây không là bỏ cái chạ rục thà cái bọc chiên thà cái bọc sạch cái luôn ấy từ rộp ăn cái chỉ mũi bom ôn thôi là sao bây giờ tự chạ rục cái tao ngon đó bán thưa rồi vô bài xiêm nứng chưa cho bom tây không còn tôi học xiêm lên mà vay rồi cái thà chìm luôn nó cả làng đòi xa là hôn sen vừa rồi bị chia kìa bàn sọc mà nói xiêm về tao vay cầm tây trong chưa đâu ta cất nhắc là đam lấy bà hôn sen chát về tí bằng bốn np đã cho cha chỉ môi niềng xây cô xây thạ xin nữa hôn sen còn chơi công tàu vay bà cái công phải lên sầm lên máu trong chưa tha tức đây tao nó toàn bạt bong xiêm bị ọt vay để miền ca cho cha cái này ở tuần luôn đi sầm rọp sầm lô tam cái này với đâu thôi ở rừng bỏ một cô prom tay ở rừng bật prom tay đấy bằng bốn bật hai cái bật cái tao hơi dương mấy trăm bật thế hơi dương ấy trăm ấy như ô này anh bật môn này anh tao tập ba môn đang hái đây bà co rừng mùi kỹ bởi dương rùa đợt pưng cầm lăng kỹ Campuchia dương á Campuchia trong máy thôi ca nó sau cái rọp liền nè hơi rừng ấy riêng từ bà co trong lúc chỉ mùi xiêm dương do cất mới bà sân thì bà co trong lúc ta chỉ trong máy dương đợt thôi ca vô lùi mò chỉnh trong khuôn ai mò chỉnh trong bờ tế này nó bóp từ câu hôn nó bằng vốn á cá đăng non nó bóp từ câu hôn nó bờ ọt miên bôn là co máy cài bờ tế trên mà thôi ca chỉnh vô lùi mò trôi bờ tế thế cứ việc miên pra chỉnh nâu đây rồi không thả rong chạy chân mà man buôn pram pon nó ta rô lôi ở nà ban đây là cấp công của thế là sập ngay đó chân hơi là bóp từ câu hôn nó tăng pi sớm covid cả lá cứ sẽ cách những việc đăng các bạn cho hơi chân hơi ban việc tao là bách trao cho bọc online nâng đầm bây giờ pra nâng màu pra chấm nanh kiếp CPK bọc pra kia nâng mà bắt to nay từ câu hôn nó sập ngay nâng hơi luôn anh út cái anh từ cầm riêng thay so bài giang cái mà cái mình hiện vậy á bị pro Merin bật bị sao cả bị năm pi pon bằng bay nâng cái xiêm về vay được sao ấy hôn sai út luôn được lắng mà đặc biệt lầnนี้mình đấy cái bằng ri small room tam group trọ prom đen đúng không hơi ở vút dương tại hiên dương còn tách ọt miền biên ở miền sọp dạng bị âm phay muối phay chết pra ra tâm là ở vút đặt thôn nó bọc máy đó miền ta bị âm phay muối đằng tây bà miền ta bị âm phay muối nó đặt thông đã tập tu muối Thái bán phần lưu sâu là bánh cái này mà tu nâng bà là bà man giúp nâng crop hỏi mình lấy bánh thế hỏi Thái việc đi tăng việc bánh ban là mà lấy chẳng lát được lấy xin tao rom tao lát lấy xin những việc Thái cái miền Trung họ miền ấy crop lau cái trâu mà hỏi con tóc mai giúp đi chăm là slap cuối chăm là slap nữa ở miền đây tập bánh to và cái đó đôi giờ xong đây bỏ con to mòn dưới nó tham bánh xanh pol phong dân ho phong dương miền xây thật to su chỉ mấy cái chẳng hạn bạn to tranh cái lắm nè bây giờ mình bạn to rồi thế dương xong chân quá vậy bằng buồn và dương rồi thay vậy mà to thật tiết thực đây mà vì nó chạy cái này bằng không lai hơn trong dưới trong mà pra pizza đang móc trong là việc vay chạy cái này hơi lươn nó bên đó mà hiện tôi xiêm mà hiện tôi yun đó vì rồi cặp đó dương cân mới đó vì ruột crom xiêm crom yun đâu cứ tao việc là o chiên bộ tao câu hôn nước đắc non mà bực crom can đắc non bộ tao câu hôn nước bị chia chôn dương là ham về tình yêu cho ngọt sai sắp chana mấy bị u tao vì khăng đắc non rồi chấm ra dây viết chia chôn về tình yêu cho ngọt mà dòng ta ruột nước crom xiêm mà gì sờ bài chật chiên mà vì ở miền cây mà pọt đầy chu vô đầy bằng pôn đại khơi nhà buộc mai sờ lên đây xiêm từ pọt vô đầy gọt chu vô đầy gọt đành dinh bị ta sờ máy nhé đôi việc đại bàn lư chứ á vì miền ta sọc mai hay là sọc yun em mà sọc yun trong cái lư cái tha này khác cái tha yun về cái rộp ra vì mình hiện bắt pọt đây nhưng mà lâu ở bên mai khao mới chấm nút ra đôi chia sờ lanh yun rồi thế bà mà ruộng đâu sọc mai mai đang mình tăng được qua từ câu hôn mình tăng chui mai bóng việc cái chui cầm riêng cầm hai chắp đạ cục Rosie cặp rây cặp đây ấy thưa bằng plan thôn thì thòng chiết ở sau bài giang á lấy về ở hay bằng plan nhá ở miền tây là chuối chấn với chuối đâu xa đây pin môn là dương miền thôn thì thòng chiết tràn đại rong chặt chân mặt bài cả lớn ở miền tây ở lớn sau bây giờ chấn có vay bà bên đấy và chân người ta tao hôn nó nên nó bị còi và cao là Rosie cho bảo còn lại nhá tiết tiết hôn sai nâng tao làm rồi đây là chân nó chui nó bị còi hay thu hôn sai ở lẹ bạn ở lâu ấy bạn Lisa Walker hôn sen có thọp ở ball Ukraineได้ถ้าเอากัดได้ở cái thứ làm bị sao tập hiệp nó là dùng ball thọc tiếp bảo viên đó là dùng ball bóng plan tức đấy và tê cái mê đằng nòm cái mình chọn mình mua bọt chết đấy Zelensky ngay cái rồi tới khai tới mê đằng nòm khai han không bộ vật xa bỏ cái mình men của tụi con khốn khai chơi mê đằng nòm bọt chết đấy chỉ mơ ngay cái rồi tới bộ vật xa hàng trá là tụi con khốn bọt chết đấy khai nó không sốcទាំងអស់គ្នាត្រូវស្គាល់ទោសអូកូនតកូលហ៊ុនដែលធ្វើឲ្យបាត់បង់ទឹកដីប្រទេសទៅទៅជិតខាងខាងលិចខាងកើតមកជាការពិតយើងនឹងស្គាល់ទោសពួកវាបាទមហាតកូលខ្មែរយួនវាកំពុងកាន់កាប់ខ្មែរតែសពថ្ងៃគ្រាន់តែវាមិនបញ្ចេញមុខ
ហ្នឹងហើយបងប្អូនខ្ញុំបានទទួលព័ត៌មានមួយគេថាក្នុងមន្ត្រីរាជការរបស់តកូលហ៊ុនណាខ្មែរមាន 20% ក្រៅពីហ្នឹងមានកូនកាត់ចិនហើយនឹងយួនដែលកាត់ចំណាំចិន 9 គឺគេច្បាស់អញ្ចឹងហើយបានថាធ្វើឲ្យការទេខ្មែរយើងគឺបាត់បង់ហើយយើងឃើញថាមេមន្ត្រីមេតបទៅធំមេបលិសមួយស្ដាចិនយួនទាំងអស់ហ្នឹងបងប្អូនមានណាមួយមុខខ្មែរទេបាទអានេះយើងមិនមែនតែរើសអើងពូជសាសន៍បងប្អូនប៉ុន្តែវា